បរិមាណគឺមានតំណែងគ្នាជាមួយនឹងតម្លៃនៃគម្រោងសាងសង់ប្រសិនបើអ្នកទាំងអស់គ្នាលើកបរិមាណខុសធ្វើឲ្យការលើកតម្លៃសាងសង់គ្មានភាពសុក្រិតដែលបណ្ដាលឲ្យមានភាពខាតបង់ប្រសិនបើលើកបរិមាណខ្វះឬក៏អ្នកទាំងអស់គ្នាមិនទទួលបានគម្រោងប្រសិនបើលើកបរិមាណលើសសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសានីយ៉ាហើយថ្ងៃនេះខ្ញុំចែករំលែកអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការលើកបរិមាណសម្រាប់គ្រឿងបង្គុំ structure ជាក់ស្ដែងខ្ញុំបានធ្វើវីដេអូតាក់ទងជាមួយនឹងការលើកបរិមាណមួយចំនួនតូចដែរនៅវីដេអូមុនអញ្ចឹងអ្នកនរគ្នាបើសិនជាអត់ទាន់បានមើលទេអាចទៅមើលនៅវីដេអូមុនខ្ញុំបានហើយមួយរយៈមុននេះគឺខ្ញុំអត់បានធ្វើវីដេអូដែរដោយសារតែខ្ញុំរវល់ជាមួយនឹងការងារខ្លាំងពេកក៏ប៉ុន្តែការ comeback លើកនេះគឺខ្ញុំមាន content ច្រើនមែនទែនដើម្បីធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នាអញ្ចឹង stay tuned ហើយអូខេសម្រាប់ថ្ងៃនេះគឺខ្ញុំធ្វើបន្តពីវីដេអូមុនដែលខ្ញុំបានសន្យាខ្ញុំនឹងធ្វើការកណនាទៅលើ element ចំនួន5តែទៀតសោតខ្ញុំបានធ្វើ element 2ហើយគឺការងារ footing ហើយនិងការងារ ground beam ហើយសម្រាប់ថ្ងៃនេះគឺខ្ញុំនឹងលើកយក element 3ទៀតគឺ slab ដែលគេហៅថាកម្រាលខ័ណ្ឌការងារសសរហើយនិងការងារចដាលអញ្ចឹងដើម្បីធ្វើការកណនាបរិមាណឲ្យមានភាពសុក្រិតបានហើយឲ្យគ្រប់ជ្រុងជ្រោយបានយើងត្រូវតែយល់អំពី method statement ឬក៏ construction method ឲ្យបានច្បាស់បន្ទាប់មកយើងនឹងធ្វើការងារ work breakdown structure ដើម្បីឲ្យដឹងកាន់តែច្បាស់តើនៅក្នុង element នីមួយៗមាន sub item ក៏ដូចជាមានការងារតូចៗអីខ្លះដែលយើងត្រូវធ្វើការលើកបរិមាណដើម្បីមកជួយនៅក្នុងការលើកតម្លៃនៃគម្រោងសាងសង់របស់អ្នកទាំងអស់គ្នាដូចខ្ញុំបាននិយាយខាងលើអញ្ចឹងសម្រាប់តម្លៃនៃគម្រោងសាងសង់គឺមានតំណែងគ្នាជាមួយនឹងបរិមាណដែលយើងលើកបើសិនជាយើងលើកបរិមាណលើសច្រើនខ្លាំងពេកវាធ្វើឲ្យគម្រោងសាងសង់របស់អ្នកទាំងអស់គ្នានឹងកាន់តែថ្លៃហើយបើសិនបើអ្នកទាំងអស់គ្នាលើកបរិមាណខ្វះវាអាចធ្វើឲ្យអ្នកទាំងអស់គ្នាមានការខាតបង់ពេលដែលអ្នកទាំងអស់គ្នាចូលធ្វើការងារជាក់ស្ដែងសម្រាប់ការងារលើកបរិមាណទៀតសោតគឺវាបែងចែកទៅតាមជាន់នីមួយៗអញ្ចឹងប្រភេទជាន់នីមួយៗការលើកបរិមាណក៏ខុសៗគ្នាដែរឧទាហរណ៍សម្រាប់ការងារកម្រាលខ័ណ្ឌឬក៏ការងារ slab នេះទៀតសោតសម្រាប់ជាន់តដីជាន់ទី1និងជាន់ដំបូលគឺវាមាន item ផ្សេងគ្នាដែលយើងលើកយកមកធ្វើការកណនាបរិមាណឧទាហរណ៍នៅក្នុងការងារ ground floor ឬក៏ការងារជាន់តដីនេះសម្រាប់ការងារកម្រាលខ័ណ្ឌគឺមាន item ជាច្រើនហើយក៏ដូចជាការ design ក៏ខុសគ្នាដែរទៅតាមប្រភេទគម្រោងនីមួយៗគម្រោងខ្លះគេ design បែប slab on grade គម្រោងខ្លះគេ design បែប suspended slab ហើយក៏មានប្រភេទ design ជាច្រើនទៀតដែរសម្រាប់ sub item ទូចៗដែលយើងលើកយកមកធ្វើការកណនាសម្រាប់ ground slab វាជាបទពិសោធន៍របស់ខ្ញុំទេគឺការងារ excavation ការងារ backfill ការងារ compaction ការងារ lean concrete ការងារ concrete ការងារ formwork ការងារ reinforcement ការងារ waterproof anti termite ហើយនឹងការងារផ្សេងទៀតទៅតាម design របស់អ្នកទាំងអស់គ្នាអូខេអញ្ចឹងយើងបែកមកវិញសម្រាប់ការងាររបស់យើង element ទាំង3ហ្នឹងតើមាន item អីទៀតខ្លះដែលយើងធ្វើការលើកបរិមាណជាឧទាហរណ៍ថាជាន់ទី1ចុះអញ្ចឹងសម្រាប់ការងារទាំង3នេះគឺអត់មានអីត្រូវខុសគ្នាច្រើនទេគឺវាមានលក្ខណៈដូចគ្នាដែរអញ្ចឹងសម្រាប់ element ដែលយើងធ្វើការលើកនោះគឺការងារ concrete ការងារ formwork ហើយនិងការងារ reinforcement ទៀតសោតនៅក្នុងការកណនារកបរិមាណគឺយើងត្រូវតែយល់ឲ្យបានច្បាស់តើការងារនីមួយៗគេមានបែងចែកຂະຫນាតបែបណាអញ្ចឹងបើសិនជាយើងអត់យល់ពីຂະຫນាតនៃការងារនីមួយៗទេយើងក៏អត់ដឹងប្រើរូបមន្តអីដើម្បីកណនាយកបរិមាណទាំងអស់នោះដែរហើយក៏ដូចជាការលើកតម្លៃសាងសង់ផងដែរសម្រាប់ element នីមួយៗពេលដែលគេដាក់ unit rate គឺ unit rate base ទៅលើគេហៅថា unit របស់វាឧទាហរណ៍ថាការងារបេតុងគឺយើងគិតជាគីបការងារ formwork យើងគិតជាការ៉េហើយការងារដែកយើងគិតជាគីឡូក្រាមហើយសម្រាប់វីដេអូមួយនេះគឺខ្ញុំនឹងមាន Excel សម្រាប់លើកយកមកឧទាហរណ៍អ្នកទាំងអស់គ្នាហើយមុននឹងចូលដល់ Excel យើងមកមើលទាំងអស់គ្នាពីរូបមន្តនីមួយៗនៃការកណនាប្រភេទការងារទាំងអស់ហ្នឹងឥឡូវយើងចូលមកមើលការងារកម្រាលខ័ណ្ឌដែលយើងអាចហៅកាត់បានថាជា slab សម្រាប់ការងារកម្រាលខ័ណ្ឌគឺយើងកណនាទៅលើ sub item ចំនួន3ទី1គឺ concrete formwork ហើយនិង reinforcement សម្រាប់ការកណនា concrete volume គឺអ្នកនរគ្នាបានឃើញ section ដែលខ្ញុំដាក់ហើយគឺមាន A B ហើយនិង P សម្រាប់ A គឺជាប្រវែងទទឹង B បដោយ T គឺជាកម្រាស់នៃ slab អញ្ចឹងដើម្បីកណនាបរិមាណរបស់ concrete គឺយើងយក A គុណនឹង B
គុណនឹងកម្រាស់របស់ slab យើងអញ្ចឹងយើងនឹងទទួលបានតើយើងនឹងប្រើប្រាស់បេតុងប៉ុន្មានម៉ែត្រគីបសម្រាប់ទំហំ slab ប៉ុណ្ណឹងរីឯ formwork វិញគឺមាន2ទី1គឺយើងកណនាតទៅជាមួយនឹង soffit បានន័យថាគឺផ្នែកខាងក្រោមនៃ slab របស់យើងមួយទៀតគឺ edges edge ដែលយើងត្រូវធ្វើការព័ទ្ធជុំវិញការងារ slab របស់យើងអញ្ចឹងសម្រាប់ formwork គឺយើងស្មើនឹង A គុណ B យើងរក soffit របស់វាបន្ទាប់មកយើងបូកជាមួយនឹងបើវងចោះ A បូក B បានន័យថាយើងប្រវែង A នេះបូកជាមួយប្រវែង B នេះគុណជាមួយតេហ្នឹងគឺជាកម្រាស់ slab បានន័យថាយើងរក area របស់ខាងផ្នែកខាងជានៃ slab ខាងនេះឬក៏មកព័ទ្ធជុំវិញហ្នឹងតោះមកយើងគុណជាមួយនឹង2ដោយសារតែ A របស់យើងមាន2 B របស់យើងក៏យើងមាន2ដែរសងខាងហើយសម្រាប់ការកណនា reinforcement គឺខ្ញុំប្រើរូបមន្តគឺ volume គុណជាមួយនឹង unit weight ដោយសារតែ unit weight គឺខ្ញុំចងក្រងរូបមន្តរួចរាល់ហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅមើលនៅក្នុង Excel ដែលខ្ញុំនឹងបង្ហាញបន្តិចទៀតនេះហើយអ្នកទាំងអស់គ្នាក៏អាចមើលនៅក្នុងវីដេអូខ្ញុំមុនផងដែរសម្រាប់ការកណនាទម្ងន់ដែរឥឡូវយើងចូលមកមើលការងារទី2គឺជាការងារ column ឬក៏ការងារសសរសម្រាប់ការងារសសរការកណនារកមៀតរបស់ concrete គឺយើងស្មើជាមួយនឹង A គុណនឹង B គុណនឹង H A ដូចអ្នកនរបានឃើញគឺជាប្រវែងទទឹងហើយ B គឺជាប្រវែងបណ្ដោយហើយ H គឺជាកម្ពស់នៃសសរមួយហ្នឹងអញ្ចឹងពេលយើងយក A គុណនឹង B គុណនឹង H គឺយើងនឹងទទួលបាននៅបេតុងសម្រាប់សសរមួយដើមហ្នឹងរីឯការងារ formwork វិញគឺយើងយក A បូកជាមួយ B គុណជាមួយនឹង H គុណជាមួយនឹង2អញ្ចឹង A បូក B នេះគឺជាប្រវែងទទឹងបូកប្រវែងបណ្ដោយគុណជាមួយនឹងកម្ពស់ហើយគុណនឹង2គុណនឹង2នឹងដោយសារតែយើង A របស់យើងវាមាន2សងខាងហើយ B របស់យើងគឺមាន2សងខាងដែរបានន័យថាគឺជាប្រភេទ4ជ្រុងអញ្ចឹងយើងអាចគុណបូក A បូក B ហើយយើងអត់គុណនឹង2ទៀតបានន័យថាយើងខ្វះហើយសម្រាប់ការងារ reinforcement គឺយើងប្រើដោយរូបមន្តខាងលើដែរគឺខ្ញុំយកមៀតបេតុងគុណជាមួយនឹង ratio របស់ដែកឬក៏គេហៅថា unit weight ហ្នឹងអូខេអញ្ចឹងសម្រាប់ការងារចុងក្រោយនោះជាការងារចដើសម្រាប់ការងារចដើគឺមានលក្ខណៈខុសគ្នាបន្តិចដោយសារតែខ្ញុំបបែករវាង soffit ហើយនិង edges សម្រាប់ការងារ formwork ហើយសម្រាប់ section ដែលខ្ញុំបង្ហាញនេះគ្រាន់តែជាឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាបានឃើញទេអញ្ចឹងវាអត់ស្អាតឬក៏អត់ល្អឥតខ្ចោះទេគ្រាន់តែជា idea ឬក៏ concept បន្តិចតួចដើម្បីអ្នកគ្នាបានសម័យឃើញអញ្ចឹងណាអញ្ចឹងនេះគឺជា section ទី1ដែលយើងបង្ហាញអំពីផ្ទៃពីលើដែលយើងមើលពីលើនៃចដៅរបស់យើងអញ្ចឹងវាមាន A C ហើយនិង D សម្រាប់ A នេះគឺជាទទឹងរបស់ចដៅ C នេះគឺជាប្រវែងរបស់ថាសចដៅរបស់យើងទី1ហើយ D នេះគឺជាប្រវែងរបស់ថាសចដៅរបស់យើងទី2ហើយយើងមកមើលនៅ section ដែលយើងពុះមើលខាងពុះមើលនេះគឺយើងឃើញមាន T ហើយនិង B សម្រាប់ T នេះគឺជាកម្រាស់ចដៅរបស់យើងហើយ B នេះគឺជាប្រវែង riser របស់យើងពេលដែលយើងឡើងយើងអាចវាស់ directly នៅលើផ្ទៃ section យើងមើលពីលើទេដោយសារតែនៅនេះវាមានគេហៅថា slope របស់វាសម្រាប់ចដៅយើងវាស់បែបនេះបានត្រឹមត្រូវអញ្ចឹងយើងមកមើលតើយើងកណនា concrete សម្រាប់ការងារចដៅហ្នឹងបានដោយរបៀបណាសម្រាប់ volume របស់ concrete គឺយើងអាចយក A បានន័យថាជាផ្នែកទទឹងរបស់ចដៅហ្នឹងគុណជាមួយនឹង B បូក C បូក D បានន័យថាយកប្រវែងថាសទី1បូកជាមួយនឹងកម្ពស់ចដៅ riser របស់វាបូកជាមួយនឹងថាសទី2បន្ទាប់មកយើងគុណជាមួយនឹងតេយើងនឹងទទួលបានមៀតរបស់បេតុងរីឯការកណនារបស់ formwork ខ្ញុំបែងចែកជា2ចុះទី1គឺ formwork សម្រាប់ soffit ខាងក្រោមអញ្ចឹងយើងយក B បូក C បូក D គុណនឹង A អញ្ចឹងយើងយកប្រវែងសរុបរបស់វាហ្នឹងគុណជាមួយនឹងA បានន័យថាយើងឃើញថាសពីក្រោមរបស់វានៅខាងក្រោមទាំងអស់ហ្នឹងរីឯ H របស់វាគឺផ្ទៃសងខាងរបស់ចដៅហ្នឹងគឺយើងត្រូវការ formwork ដើម្បីធ្វើការចាក់បេតុងដែរអញ្ចឹងគឺ A បូក B បូក C បូក D គុណនឹង T គុណនឹង2បានន័យថាសងខាងហើយសម្រាប់ការងារ reinforcement គឺស្មើជាមួយនឹង volume គុណនឹង unit weight ឬក៏ steel ratio របស់យើងហ្នឹងអូខេសម្រាប់រូបមន្តគឺខ្ញុំបានរៀបរាប់ហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏មានអីបន្ថែមអាចបន្ថែមបានឥឡូវនេះយើងចូលមកមើល Excel
ដែលជា format ដែលខ្ញុំចង់សម្រាប់ Excel នេះគឺខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតគឺគ្រាន់តែជា format ឬក៏ guideline ឲ្យអ្នកទាំងអស់គ្នាបានចូលដើម្បីមានការយល់ថែមនៃការគណនានៅ item ទាំងអស់ហ្នឹងទេអញ្ចឹងខ្ញុំ open អ្នកទាំងគ្នាមានការកែប្រែឬក៏បន្ថែមទៅតាមវិធីសាស្ត្រឬក៏ technique នៃការគណនារបស់អ្នកនរគ្នារៀងៗខ្លួនចឹងយើងមកមើលការងារកម្រាលខណ្ឌឬក៏ slab នឹងមុនសម្រាប់ Excel format គឺខ្ញុំបែងចែកជា3ទី1គឺជាការងារសង្ខេបមួយទៀតគឺជាការគណនានៅបរិមាណរបស់កម្រាលខណ្ឌហើយមួយទៀតគឺជាការគណនានៅ ratio របស់ដែកហើយសម្រាប់ការគណនាបរិមាណរបស់កម្រាលខណ្ឌគឺយើងអាចធ្វើបានលុះត្រាតែយើងស្គាល់នៅកម្រាស់របស់កម្រាលខណ្ឌមួយហ្នឹងទទឹងរបស់វាក៏ដូចជាបណ្ដោយរបស់វាហើយនឹងចំនួនកម្រាលខណ្ឌរបស់យើងអញ្ចឹងជាឧទាហរណ៍គឺខ្ញុំឲ្យវាជាកម្រាលខណ្ឌ S1 ចាស់ហើយកម្រាស់របស់វាគឺខ្ញុំគិតថា 0.11 ហើយបណ្ដោយរបស់វាគឺ5ម៉ែត្ររីឯទទឹងគឺ4.5ម៉ែត្រចុះហើយរីឯចំនួនគឺចំនួន1អញ្ចឹងពេលដែលយើងដាក់នៅព័ត៌មានទាំងអស់នេះមកវានឹងលោតនៅបរិមាណរបស់យើងហើយគឺមានបរិមាណបេតុងបរិមាណដែកហើយនិងបរិមាណក្តារពុម្ពដោយសារតែនៅក្នុងវីដេអូនេះខ្ញុំលើកយកតែ slab ជាន់ទី1ហើយឧទាហរណ៍តែយើងមានប្រភេទ slab របស់យើងជា2ប្រភេទចុះអញ្ចឹងយើងមាន S2 មួយទៀតអញ្ចឹង S2 វាអាចជាកម្រាស់ 0.11 ដូចគ្នាដែរបដោយរបស់យើង11ម៉ែត្រទទឹងរបស់យើង8ម៉ែត្រចុះហើយចំនួនវាមាន2ចុះអញ្ចឹងពេលដែលយើងដាក់មកវានឹងលោតទិន្នន័យនៅកន្លែងនេះដូចគ្នាដែរហើយសម្រាប់ទិន្នន័យដែលខាងក្រោមនេះគឺជាទិន្នន័យសរុបអញ្ចឹងគឺយើងបូកទិន្នន័យពីរនេះចូលគ្នាអញ្ចឹងយើងនឹងទទួលបាននៅទិន្នន័យសរុបរបស់ការងារ slab មួយហ្នឹងការងារកម្រាលខណ្ឌមួយហ្នឹងរីឯការងារគណនាដែកខ្ញុំធ្លាប់ធ្វើវីដេអូមុនហើយអ្នកនរគ្នាអាចទៅមើលវីដេអូពីមុនខ្ញុំបានហើយខ្ញុំនឹងប្រវាយ Excel នឹងឲ្យដូចគ្នាទេអញ្ចឹងអ្នកនរគ្នាអាចយកទៅមើលបន្ថែមហើយមើលវីដេអូខ្ញុំពីមុនអ្នកនរគ្នានឹងយល់ពីរបៀបគណនានៅទម្ងន់បណ្ដែកហើយបន្ទាប់មកយើងនឹងឃើញនៅក្នុង summary នេះវានឹងលោតទិន្នន័យឲ្យយើងដើម្បីធ្វើការ input នៅក្នុង BOQ អូខេអញ្ចឹងសម្រាប់ការងារកម្រាលខណ្ឌមានប៉ុណ្ណឹងឥឡូវយើងចូលទៅមើលការងារទី2គឺជាការងារសសរសម្រាប់ការងារសសរក៏មិនខុសពីការងារ slab ដែរគឺខ្ញុំបែងចែកជា3ផាតដូចគ្នាដែរសង្ខេបការកន្លែងគណនាបរិមាណហើយនិងកន្លែងគណនាដែកបានន័យថា ratio របស់ដែកហើយសម្រាប់ការគណនាបរិមាណផ្សេងយើងក៏ត្រូវតែស្គាល់ឬក៏យើងត្រូវតែយល់អំពីប្លង់របស់យើងថាតើយើងមានប្រភេទសសររបស់យើងមានប្រមាណប្រភេទហើយកម្ពស់សសរនីមួយៗហ្នឹងមានកម្ពស់ប្រមាណឧទាហរណ៍សម្រាប់ C1 ខ្ញុំឲ្យវាទទឹង 0.5 បដោយ 0.5 កម្ពស់ 3.5 ម៉ែត្រចុះហើយចំនួនរបស់វា10អញ្ចឹងពេលយើងដាក់មកវានឹងលោតហើយនៅក្នុងនេះវាមានការងារបេតុងការងារដែកហើយនិងការងារក្តារពុម្ពអញ្ចឹងនៅក្នុង Excel នេះគឺខ្ញុំបានចងរួចរាល់ហើយអ្នកទាំងអស់គ្នាអាចយកទៅមើលបានមានន័យបន្ថែមបានហើយឧទាហរណ៍ថានៅក្នុង C2 នេះគឺយើងមានប្រភេទសសររបស់យើង 0.35 0.35 ហើយកម្ពស់របស់យើង4ម៉ែត្រចុះអាហ្នឹងខ្ញុំឧទាហរណ៍ណាវាមិនមែនជាការ design ទេហ្នឹងក៏ខ្ញុំដាក់ចោលទេអញ្ចឹងបើអ្នកនរគ្នាមានប្រភេទ design របស់អ្នកទាំងអស់គ្នាគឺ follow ទៅតាម design មិនមែន follow ទៅតាមមុខកាត់ខ្ញុំដាក់នៅក្នុងហ្នឹងទេអញ្ចឹងមកថាវាមានចំនួន5ដើមចុះគឺយើងដាក់មកវានឹងលោតទិន្នន័យឲ្យយើងហើយនឹងបូកសរុបនៅខាងក្រោមឲ្យយើងហើយបន្ទាប់មកយើងនឹងមានជាសង្ខេបនៅកន្លែងនេះដើម្បីឲ្យយើងយកទៅប្រើប្រាស់បន្តទៀតអូខេហើយសម្រាប់ការងារដែកដូចគ្នាដែរគឺខ្ញុំធ្លាប់បានបង្ហាញនៅក្នុងវីដេអូពីមុនហើយអ្នកទាំងអស់គ្នាអាចយកទៅមើលបន្ថែមនៅក្នុង Excel មួយហ្នឹងក៏ដូចជាទៅមើលវីដេអូបន្ថែមអូខេឥឡូវយើងចូលទៅលើការងារបន្ទាប់គឺការងារ staircase ការងារ staircase របស់យើងខ្ញុំ concept នៃការបែងចែកការងារគឺខ្ញុំបែងចែកជា3ផ្នែកដូចគ្នាអញ្ចឹងអ្នកនរគ្នាបើសិនជាយក Excel ខ្ញុំទៅអាចយក combine ចូលគ្នាបានអញ្ចឹងណាបើសិនជាចង់ combine តែដោយសារតែខ្ញុំចង់បបែកវាងាយស្រួលនៅក្នុងការបញ្យល់ហើយសម្រាប់ការងារចដារបស់យើងវារៀងខុសគ្នាបន្តិចដោយសារតែខ្ញុំបែងចែកជា2ទី1ការងារចដាខ្ញុំគិតថាជា riser ចាស់
ពេលដែលថា riser ឡើងលើហើយមួយទៀតខ្ញុំគិតការងារហាក់ចដើមួយនឹងអញ្ចឹងពេលដែលយើងបាន section dimension អីអស់ហើយយើងអាចយកតន័យទាំងអស់នោះមកបញ្ចូលនៅក្នុងនេះបានអញ្ចឹងវាមានកម្រាស់វាមានបដោយមានតតឹងហើយវាមានចំនួនហើយសម្រាប់ភាគរយដែកតមកយើងកណនាមកវាចេញជាមាត្របេតុងជាបរិមាណដែកហើយនឹងបរិមាណចន្លាពុំហើយនៅក្នុងនេះគឺជាការកណនានៅគេហៅថា ratio របស់ដែកសម្រាប់ការងារចដើនឹងដូចគ្នាដែរអូខេអញ្ចឹងអ្នកនរនេះអាចយក file ខ្ញុំទៅមើលបន្ថែមដើម្បីជា concept ឬក៏ជា idea បន្ថែមនៅក្នុងការកណនាអូខេសម្រាប់ការកណនាបរិមាណទៀតសោតសម្រាប់element ផ្សេងគឺមានលក្ខណៈខុសៗគ្នាអញ្ចឹងអ្នកនរគ្នាបើសិនជាចង់ចេះតទៅជាមួយនឹងការងារលើកបរិមាណឬក៏វិស័យ QA ខ្ញុំ recommend អ្នកនរគ្នាធ្វើការស្រាវជ្រាវបន្ថែមហើយបើសិនជាមានចម្ងល់អីអាចសួរខ្ញុំបន្ថែមបើសិនជាខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយហើយមួយទៀតខ្ញុំចង់បញ្ជាក់ភាសាទៀតដោយសារតែក៏មានបង QA ច្រើនដែរដែលគាត់មាន knowledge ច្រើនអញ្ចឹងបើមានអីបន្ថែមអាចជួយបន្ថែមនៅក្នុង comment នៅខាងក្រោមបានអូខេសម្រាប់វីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំអរគុណអ្នកនរគ្នាដែលបានមើលវីដេអូមួយនេះរហូតដល់ចំណុចហ្នឹងហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាផលប្រយោជន៍ឲ្យអ្នកទាំងអស់គ្នាដើម្បីជា idea នៅក្នុងការចាប់ផ្ដើមការងារ QS បានហើយអរគុណច្រើនសម្រាប់ការទស្សនា and see you in the next video bye bye